ថ្ងៃនេះខ្ញុំចង់បង្ហាញមេរៀនឲ្យបងប្អូនទាំងអស់គ្នាបានសិក្សាស្វែងយល់និងស្គាល់បន្ថែមអ្វីទៅជាកម្ម Locky បងប្អូន DJ ខ្លះប្រហែលជាគាត់បានស្គាល់ហើយបងប្អូនដែលទើបតែចាប់ផ្ដើមវិស័យ DJ ថ្មីៗគឺគាត់ប្រហែលជាអាចមិនទាន់ស្គាល់អញ្ចឹងយើងមកសិក្សាទាំងអស់គ្នាកម្ម Locky គឺជាប្រព័ន្ធលេខអក្សរដែលប្រើប្រាស់រៀបចំ key នៅលើបទចម្រៀងមួយៗដើម្បីឲ្យ DJ producer មានភាពងាយស្រួលទៅក្នុងការមិចចម្រៀងឬក៏ការចាក់ភ្លេង live ហើយអ្នកនរគ្នាប្រហែលជាឆ្ងល់ទេបងហើយអត្ថផលប្រយោជន៍វាគេខ្លះបានបងឲ្យយកមកនិយាយនឹងស្ដាប់ខ្ញុំសិនទាំងអស់គ្នាខ្ញុំសូមលើកយក6ចំណុចអំពីអត្ថផលប្រយោជន៍នៃការប្រើប្រាស់កម្ម Locky ចែកទៅដល់បងប្អូន DJ ទាំងអស់គ្នាអត្ថផលប្រយោជន៍ទី1នៅពេលដែលបងប្អូនប្រើប្រាស់កម្ម Locky mix in key ពីបទទៅបទ transition របស់យើងគឺមានភាព smooth ល្អគឺมันមានភាពញ៉ៃញ៉ៃហើយតង់ភ្លេងគឺវាអត់ឡើងចុះចំណុចទី2វិញគឺរក្សាអារម្មណ៍និងថាមពលរបស់អ្នករាំកន្លែងនេះមានន័យថាបើសិនជាបងប្អូន mix in key ពេលដែលយើងផ្លាស់ប្ដូរពីបទទៅបទអ្នករាំគឺគេអត់កាត់ mood របស់គេកាត់ vibe អត់កាត់អារម្មណ៍របស់គេទេគឺគេអត់បែកអារម្មណ៍ទេគឺអារម្មណ៍គេនៅថេជាមួយនឹង vibe ដែលយើងព្យាយាម bring to the dance floor សរុបសេចក្តីមកនៅពេលដែលយើងដូរបទចម្រៀងគឺ crowd គឺគេអត់ surprise គឺគេអត់ដាច់អារម្មណ៍របស់គេគឺគេនៅតែសប្បាយគេនៅយើង keep energy ឲ្យគេដដែលហើយសម្រាប់ចំណុចទី3វិញគឺជួយធ្វើឲ្យ DJ set របស់យើងមាន flow ល្អមិនមានកន្លែងឡើងចុះតឹងធូរកាត់ vibe ទេគឺ smooth សម្រាប់ទី4វិញគឺកាត់បន្ថយ key clash កន្លែងនេះមានន័យថាសំឡេងដែលអត់ស៊ីគ្នាឬក៏តង់មួយតឹងតង់មួយធូរឬក៏ key ហ្នឹងវាអត់ចូលគ្នាបងប្អូនគឺគាត់អត់ស្និទ្ធនៅក្នុងចម្រៀងខ្លាំងឬក៏បងប្អូនក៏អត់មានចំណេះដឹងផ្នែកតន្ត្រីទេគឺក៏អត់ដឹងទេថាចម្រៀងហ្នឹងតឹងធូរឬក៏អីដែលពេលដែលយើង transition ទេតែនៅពេលដែលយើងឡើងទៅ performing នៅលើ festival ធំៗឬក៏យើងចូលទៅធ្វើការជាមួយអ្នក professional នៅក្នុង industry គឺគេដឹងអ្នកចេះភ្លេងគឺគេដឹងថាតឹងធូរខ្សោយ transition យើងស្ទើរខុសកន្លែងណាគឺគេដឹងបងប្អូនទាំងអស់គ្នាជាសិល្បករ DJ producer ទាំងអស់គ្នាយើងត្រូវសិក្សាយើងត្រូវទម្លាប់ខ្លួនឯងពីឥឡូវទៅឲ្យមានវិន័យក្នុងការចាក់ភ្លេងមាន key មានអីធំទៅជាអ្នក professional អ្នកទាំងអស់គ្នាត្រូវតែត្រៀមខ្លួនដូចជាស្រេចសម្រាប់ការ mix in key សម្រាប់ការស្គាល់កម្ម Locky ដឹងតឹងធូរខ្សោយកន្លែងណា transition ចេញចូលខុសត្រូវយើងត្រូវតែដឹងពីពួកអីអ្នកទាំងអស់គ្នាត្រូវដឹងថានៅពេលដែលយើងឡើងទៅដល់លើឆាកធំបទចម្រៀងដែលយើងត្រូវចាក់គឺអត់ឲ្យមានភ្លាត់អត់ឲ្យមានអីសូម្បីតែបន្តិចគឺគេ prepare ខ្លាំងមែនទែនខ្ញុំចាំបានថានៅក្នុងវីដេអូរបស់ David Guitar គាត់និយាយថាគាត់គ្រាន់តែពេលរៀបចំ DJ set របស់គាត់នៅក្នុង Ultra Concert របស់គាត់កាលពីឆ្នាំ2025គឺគាត់ចំណាយពេល1ខែឬក៏2ខែដើម្បី prepare ចម្រៀងរបស់គាត់ឲ្យមានភាព smooth ល្អឬក៏គាត់ត្រូវផលិតបទថ្មីដើម្បីឲ្យ DJ set របស់គាត់នឹងវាតែមានភាពចំណាប់អារម្មណ៍ interesting ហើយចំណុចទី5វិញគឺជួយឲ្យយើងគ្រប់គ្រងថាមពលនៅលើ dance floor អ្នកនរគ្នាអាចបញ្ជាឲ្យមនុស្សគ្រប់គ្នាសប្បាយដកដង្ហើមរាំលោតឬក៏យំជាពិសេសអ្នកនរគ្នាត្រូវដឹងថាថាមពលគឺសំខាន់មែនទែននៅក្នុង DJ set របស់យើងគឺជា DJ យើងគឺជាអ្នក take care ថាមពល the whole venue the whole club the whole dance floor យើងគឺជា pilot មួយដែលដឹកនាំឲ្យមនុស្សទាំងអស់គ្នាសប្បាយនៅលើយើងហើយចំណុចទី6បើសិនអ្នកនរគ្នា follow កម្ម Locky អ្នកនរគ្នាចាក់នៅ DJ set អ្នកនរគ្នាគឺវាជួយឲ្យអ្នកនរគ្នាមាន sound professional នៅលើ DJ set របស់យើងដោយសារបទចម្រៀងរបស់យើងគឺយើងបានរៀបចំ key ត្រឹមត្រូវពីទាបមកខ្ពស់ពីខ្ពស់ធ្លាក់មកទាបឬក៏ឡើងចុះឬក៏ break down កន្លែងណាដែលបងប្អូនគិតថារៀបចំនៅក្នុង DJ set របស់យើងបានល្អទៅតាម key អាហ្នឹងគឺជួយធ្វើឲ្យយើងមាន sound professional អញ្ចឹងខ្ញុំសូមសរុបសេចក្តីមកខ្លីៗបងប្អូនអរគ្នាបានយល់គឺកម្ម Locky គឺជាផែនទីសម្រាប់ DJ mix in key ឲ្យត្រូវធូនឬត្រូវតង់ mix រលូនគ្រប់គ្រង vibe បានល្អមាន the best flow sound professional